Alo សួស្តីអ្នកនរគ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីការផលិតនៅចម្រៀង AI តាមរយៈ website ថ្មីមួយដែលមិនមែនជា Suno ទេហើយក៏មានអ្នកគេប្រើច្រើនដែរនៅក្នុង website នេះអញ្ចឹងដោយសារតែ Suno វាបានធ្វើការ update នៅ policy វាដោយយើងមួយខែយើងអាច download បានតែចំនួន20 bot ទេចឹងឥឡូវសម្រាប់ Suno គឺខ្ញុំឈប់ប្រើហើយសម្រាប់ Suno ចឹងខ្ញុំដូរមកប្រើអីផ្សេងមកតែយើងយក Suno ហ្នឹងដើម្បីឲ្យវាធ្វើការសរសេរ lyric ឲ្យដោយសារតែបើសិនជាយើងប្រើ ChatGPT ហ្មងវាសរសេរ lyric ចម្រៀងនឹងអត់ល្អទេដោយសារតែវាមិនមែនជា AI ដែលវា train ទៅលើចម្រៀងទេអញ្ចឹងវាទៅសេមកវាពាក្យពេចន៍វារៀងឆ្កងអញ្ចឹងណាអញ្ចឹងយើងប្រើ Suno ដើម្បីឲ្យវាទៅសេ lyric ហើយយើងយក lyric ហ្នឹងដើម្បីទៅផលិតនៅក្នុង Flow Music អញ្ចឹង Flow Music វា free credit ឲ្យយើងច្រើនណាសម្រាប់Flow Music ខ្ញុំមាន account plus អញ្ចឹង account plus គឺវាឲ្យយើងរហូតដល់ 10000 credit អញ្ចឹង 10000 credit ច្រើនមែនតើហើយក្នុងមួយ bot វាបង្កើតអស់ប្រហែលជា5 credit ទេអញ្ចឹង 10000 ហ្នឹងយើងបង្កើតងាយអស់ទេហើយបើសិនជាអ្នកគ្នាចង់បាន account plus ហ្នឹងអ្នកនរគ្នាត្រូវតែមាន account Google Pro មួយសិនអញ្ចឹងណាហើយ account Pro ហ្នឹងបើសិនជាអ្នកគ្នាត្រូវការអាចទាក់ទងមកខ្ញុំបានខ្ញុំមានcoupon ដើម្បីដាក់ claim យក account Pro ហ្នឹងរយៈពេល18ខែតម្លៃធូរឯអ្នកគ្នាអាចឆាតមក Telegram ខ្ញុំក៏បានដែរបាទអញ្ចឹងដើម្បីរបៀបដែលខ្ញុំបង្កើតគឺអ្នកគ្នាអាចមើលបានគឺខ្ញុំអត់មាននេះទេដោយសារ Suno ខ្ញុំឈប់បង់លុយហើយនេះគឺវាប្រើប្រាស់ model វាឡើងបានហើយអញ្ចឹងដំបូងយើងត្រូវប្រើជាមួយនឹង ChatGPT ឲ្យវាទៅសេជា emotion ហើយយើងយក emotion ហ្នឹងដើម្បីឲ្យ Suno បង្កើតជា lyric ហើយយើងយក lyric ហ្នឹងមកបង្កើតចម្រៀងនៅក្នុង Flow Music នេះបាទអញ្ចឹងយើងដំបូងយើងចូល ChatGPT មកហើយអ្នកនរគ្នាអាចសរសេរឲ្យវាជួយទៅសេនៅ emotion ឲ្យយើងអញ្ចឹងយើងប្រាប់វាមក write me emotion or sad song heartbreak អ្នកនេះដោយសារតែខ្ញុំចង់បានចម្រៀងរបៀបជា sad ណាអ្នកគ្នាដោយសារខ្ញុំធ្វើជារបៀប sad បើអ្នកនេះចង់ធ្វើរបៀប rap ឬមួយក៏ R&B អីយើងប្រាប់វាតាមហ្នឹងណាប្រៀបរបៀប sweet love អីចឹងប្រាប់វាតាមហ្នឹងទៅអញ្ចឹងខ្ញុំឲ្យវាទៅសេជា emotion របស់ចម្រៀង sad ហើយវាការបែកបាក់អញ្ចឹងណាអញ្ចឹងខ្ញុំឲ្យវាទៅសេប្រហែលជា10 emotion អញ្ចឹងយើងប្រាប់តែប៉ុណ្្នឹងមកវានឹង generate នៅជា emotion របស់យើងចំនួន10ហើយនេះអញ្ចឹងវាប្រាប់ហើយ emotion ទី1លក្ខណៈជា lonely after goodbye អញ្ចឹងទៅអញ្ចឹងអ្នកនរគ្នាគ្រាន់តែ copy អា emotion ហ្នឹងយកមកដាក់នៅក្នុង Suno អ្នកនរគ្នាយកមកដាក់ក្នុង Suno មកហើយនេះកន្លែងពាក្យថា help me like lyric នេះអញ្ចឹងយើងដាក់នៅអាកន្លែងហ្នឹងចូលមកអ្នកនរគ្នាអញ្ចឹងពេលយើងដាក់ទៅ Suno វានឹងបង្កើតជា lyric ឲ្យយើងអញ្ចឹង lyric ដែលចេញពី Suno វាមានពាក្យចុងជួនល្អជាងមានអត្ថន័យល្អជាងអញ្ចឹងអ្នកនេះអាចមើលទៅ preview មើលតិចណាអញ្ចឹងវាត្រូវហើយអញ្ចឹងខ្ញុំគិតថាអូខេអញ្ចឹងខ្ញុំអាចយក lyric ហ្នឹងណាអញ្ចឹងយើងយកមកដាក់នៅក្នុង Flow Music ណាអ្នកនរគ្នាចូលមក website Flow Music មកនេះ website Flow Music ហ្នឹងអញ្ចឹងអ្នកនរគ្នាគ្រាន់តែផាសអា lyric ហ្នឹងមកប៉ុន្តែអ្នកនរគ្នាត្រូវដាក់នៅប្រភេទជា style ឲ្យចម្រៀងហ្នឹងថា style ហ្នឹងយើងចង់ទៅសេ style វាម៉េចអញ្ចឹង style ហ្នឹងអ្នកនរគ្នាអាចប្រើ ChatGPT នេះឲ្យសេ style ឲ្យក៏បានដែរប្រាប់វាទៅឲ្យwrite style this song យើងប្រាប់តែ ChatGPT ឲ្យវាសរសេរជា style មួយមកណាអញ្ចឹងវាសរសេរ style ឲ្យហើយអញ្ចឹងនេះវាមានរបៀប soul drum reverse heavy vocal អីចឹងទៅអញ្ចឹងដោយសារខ្ញុំមាន style ខ្ញុំទៅសរសេរខ្ញុំឆ្លាញ់ style ហ្នឹងនេះចម្រៀងខ្ញុំទូទៅខ្ញុំបង្កើតប្រើ style ហ្នឹងខ្ញុំប្រើរបៀបជា melody របៀបជា trap របៀបជា emotion guitar មាន guitar មានអីហើយវាចំនួន
88S ណា808ណាចឹងខ្ញុំយក style ហ្នឹងវារបៀប trap ដូចរបៀប style R&B ចឹងខ្ញុំចូលចិត្ត style ហ្នឹងហើយដោយសារតែ artist ខ្ញុំប្រើ style ហ្នឹងតាំងពីដើមហើយចឹងខ្ញុំប្រើ style ហ្នឹងទៀតចឹងអ្នកនរគ្នាគ្រាន់តែដាក់នៅខាងលើយកវាដាក់ខាងលើគេមកហើយយើងយកវាដាក់ខាងលើហើយអ្នកនរគ្នាបន្ថែមពីមុខថាចម្រៀងហ្នឹងយើងចង់ឲ្យសលេងអ្នកច្រៀងហ្នឹងជាមនុស្សប្រុសឬមួយក៏មនុស្សស្រីចឹងណាបើយើងអត់ដាក់ទេវា random ឯងពេលខ្លះវាប្រុសពេលខ្លះស្រីចឹងណាចឹងយើងអាចប្រើសលេងស្រីទៅខ្ញុំដាក់ female vocal ហើយយើងក្បៀសមួយមកយើងដាក់តែថែមប៉ុណ្ណឹងមកនេះ female vocal ប៉ុណ្ណឹងមកហ្នឹងហើយចឹងយើងចុច create ទៅចឹងវា create play ទេនេះខ្ញុំសូមបិទសលេងបន្តិចកុំឲ្យវាលឺខ្លាំងពេកចឹងយើងចាំវាមក play ទៅអ្នកនរគ្នាវាលឿនដែរទេខ្សែហ្នឹងដោយសារយើងប្រើ pro ហ្នឹងហើយនេះប្រើ account plus មានច្រើន credit ណាយើងបង្កើតឡើងងាយអស់ទេនេះខ្ញុំបង្កើតឡើងមកគោកនេះអត់អស់ទេច្រើនហើយយើងទិញតាម account ហ្នឹងគឺតម្លៃធូរនេះឲ្យបង្កើតច្រើនហើយយើងចំណេញលុយយើងមិនបាច់ទៅ subscribe Suno ទេគាត់តែយើងយក style lyric ហ្នឹងឲ្យ Suno ធ្វើណាចឹងនេះវា generate ឲ្យចម្រៀងឲ្យយើងចំនួន3 bot 52នេះវាឲ្យយើងរើសមួយចឹងណាចឹងនេះសម្រាប់ website ហ្នឹងវាល្អត្រង់ថាវាមានអា model នេះLyria នេះ Lyria 3.5 នេះវាមានអា model ហ្នឹងដែលវាជួយទៅសេនៅ lyric ឲ្យយើងថ្មីអា model របស់ Google ហ្នឹងល្អអញ្ចឹងអ្នកនេះអាចស្ដាប់លេងទៅនេះអាចស្ដាប់ចម្រៀងណារឿងនេះយើងផលិតណាអាចចុច play នេះវា style វារបៀបអញ្ចឹងហ្នឹងហើយអញ្ចឹងអ្នកនេះចង់ download យើងគ្រាន់តែចុចលើត្រេ3លេខនេះមកហើយចុចពាក្យ download ហ្នឹងមកហើយយើងអាច download ជា MP3 ឬមួយក៏ file WAV ឬមួយក៏យើង down M4A អញ្ចឹងណាតែពីច្រើនខ្ញុំ down WAV នេះអញ្ចឹងនៅក្នុងការផលិតចម្រៀងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេអ្នកនេះហើយបើមានចង្អល់អីបន្ថែមអាច comment សួរបានហើយអាច join ក្រុម Telegram ខ្ញុំអ្នកមួយទៅដើម្បីខ្ញុំមានអី update ថ្មីខ្ញុំតម្លាក់ក្នុង Telegram